សូមជម្រាបសួរនិងសួស្តីអ្នកទាំងអស់គ្នាពីនឹងដែរខ្ញុំនឹងចែករំលែកនៅប្រធានបទមួយដែលប្រធានបទនេះផងដែរគឺទាក់ទងជាមួយនឹងការគិតអញ្ចឹងនៅក្នុងប្រធានបទអ្នកទាំងអស់គ្នាខ្ញុំក្តីរៀងរាល់ការគិតរបស់យើងយើងតែពីប្រភេទដែរគឺការគិតបែបវិជ្ជានិងអវិជ្ជាអញ្ចឹងឡងពេលហ្នឹងឬក៏អ្នកទាំងអស់គ្នាគិតតែធ្វើអីក៏ដោយអ្នកទាំងអស់គ្នាគិតបែបអវិជ្ជាច្រើនទុកឧទាហរណ៍ថាអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាលំងអ្នកទាំងអស់គ្នាមានរូបរាងបែបនេះមានមុខបែបនេះអ្នកទាំងអស់គ្នាមើលមកលើខ្លួនឯងគេថាគិតបែបអវិជ្ជមានទៅលើរាងកាយរបស់ខ្លួនឯងអីដែលយើងមានយើងគិតបែបអវិជ្ជមានថាវាអត់ស័ក្តិសមឬក៏វាអត់ត្រូវស្តង់ដារនៃភាពស្រស់ស្អាតទេនឹងនៅពេលដែលអ្នកទាំងអស់គ្នាគិតបែបហ្នឹងអ្នកទាំងអស់គ្នានឹងមិនពេញចិត្តអីដែលអ្នកទាំងអស់គ្នាកំពុងមានទេតែនេះចាអញ្ចឹងត្រឡប់មកវិញអ្នកទាំងអស់គ្នាត្រូវមើលមនុស្សខ្លួនឯងអ្នកទាំងអស់គ្នាមានរូបរាងបែបនេះសក់បែបនេះមុខមាត់បែបនេះគឺវាជាធម្មជាតិនៃអ្នកទាំងអស់គ្នាហើយយើងក៏លេចមើលហើយយើងមើលខ្លួនឯងនៅមុខកញ្ចក់ហើយយើងញញឹមទៅកាន់ខ្លួនឯងយើងមើលមកថាអូខ្ញុំពិតជាស្រស់ស្អាតហើយវាគឺជាភាពស្រស់ស្អាតគេហៅថា beautiful in the way you are នោះហើយនៅពេលនោះហើយអ្នកទាំងអស់គ្នាអត់មានអារម្មណ៍ថាអ្នកទាំងអស់គ្នាខុសគេអានោះគឺជាភាពស្រស់ស្អាតនៃធម្មជាតិរបស់អ្នកទាំងអស់គ្នាហើយយើងស្អាតទៅលើអីដែលយើងមានអូខេនឹងរឿងមួយទៀតបើសិនបើអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាគេហៅថានេះទៅពាក្យងាយសួរចៃព្រោះតែអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាអត់ល្អអ្នកទាំងអស់គ្នាល្ងងអ្នកទាំងអស់គ្នាអត់អាចធ្វើអ្វីបានអីទេអត់អាចធ្វើអីបានណាអ្នកទាំងអស់គ្នាគិតថា you cannot do it so សកម្មភាពឬក៏អីដែលយើងបំណងធ្វើគឺគេហៅថាអ្វីទៅឧទាហរណ៍ថាខ្ញុំលើកសភៅ10ក្បាលអញ្ចឹងខ្ញុំគិតថាខ្ញុំអាចលើកវាបានមួយអញ្ចឹងនៅពេលដែលខ្ញុំនិយាយបែបហ្នឹងគឺមានអារម្មណ៍ថាកម្លាំងpower របស់ខ្ញុំគឺធ្លាក់ចុះបាត់ហើយខ្ញុំអត់អាចលើកបានតោះកន្លែងហ្នឹងតែបើខ្ញុំនិយាយថាអត់អីខ្ញុំអាចលើកបានឬក៏ខ្ញុំអាចគិតបែបផ្សេងដែរចុះបើសិនតែខ្ញុំលើកវាត្រឹមពីក្បាលសិនទៅអាហ្នឹងសិតតែយើងអាចដោះស្រាយបានដូចគ្នាដែរអញ្ចឹងគ្រប់អីទាំងអស់គ្រប់បញ្ហាអីដែលយើងជួបយើងត្រូវព្យាយាមគិតវិជ្ជមាន positive thinking don't កុំគិត negative thinking ព្រោះបើយើងគិតអវិជ្ជមាននៅពេលដែលយើងគិតអវិជ្ជមានគេហៅថាផ្លូវចិត្តរបស់យើងក៏វាអត់ល្អនៅពេលដែលផ្លូវចិត្តរបស់យើងអត់ល្អរាងកាយរបស់យើងចាប់ផ្ដើមរំខ្សោយយើងគេអត់លក់យើងធ្វើអីក៏អត់សម្រេចអញ្ចឹងវាគេហៅថាមិនទៅយើងអត់ជោគជ័យទៅគេហៅថាបាត់បង់តិចទៅរហូតដល់យើងកើតទៅជាជំងឺបាក់ទឹកចិត្តឬក៏អត់ចង់មានចំណង់ក្នុងការធ្វើអីមួយអញ្ចឹងទៅអញ្ចឹងពីខ្ញុំទៅមិនមែនថាឥឡូវនេះខ្ញុំមិនគិតអវិជ្ជមានទេក៏នឹងមានតិចតួចដែរក៏ប៉ុន្តែចែករំលែកហ្នឹងគឺមានន័យថាយើងព្យាយាមហើយក៏ធ្វើឲ្យខ្លួនឯងគិតបែបវិជ្ជមានមកវិញហើយកសាងខ្លួនឯងរៀននិងអភិវឌ្ឍខ្លួនឯងបន្ថែមទៀតពីខ្ញុំ Polly ចែករំលែកនៅអីដែលខ្ញុំបានដឹងហើយអរគុណដែលបានស្ដាប់បាយបាយ